ngày ní cứ nhom trong prap bong bồn nữa nia thì côn sầm bắt nâng côn bị bắtในการเลี้ยงรถยนต์โดยខ្លួនឯងបាទคนสมบัติគឺគាត់ថាเลี้ยงខ្លួនឯងអត់សូវអស់លុយបងប្អូនអស់គ្នាគឺមានតែទឹកមកគឺអត់សូវអស់លុយប៉ុន្តែអ្វីដែលគាត់គិតគឺគាត់ថាអាចลี้ยงស្អាតដូចគ្នាដោយសារតែរថយន្តរបស់គាត់ប្រឡាក់តិចតួចយប់មិញភ្លៀងតិចតួចទេបាទប៉ុន្តែអ្វីដែលខ្ញុំមើលឃើញគឺគុណសម្បត្តិនិងគុណវិបត្តិវាមាននៅក្នុងនោះផងដែរបាទអ្វីដែលគុណវិបត្តិគឺអស់ទឹកច្រើនបាទគុណវិបត្តិទី1ហើយទី2ការលាងរបស់គាត់អត់សូវស្អាតដូចគេលាង professional អាចលាងខាងក្រោមអីបានទេដែលធ្វើឲ្យរថយន្តរបស់គាត់គឺឧទាហរណ៍ថាកន្លែងនេះគឺគាត់អាចមើលឃើញក៏ប៉ុន្តែនៅខាងក្រោមកន្លែងម៉ាស៊ីនឬក៏ជើងក្រោមហ្នឹងវាធ្វើឲ្យអាដីហ្នឹងគឺកាន់ស្នឹមដែលអាចបង្កជាភាពច្រេះអីដល់រថយន្តគាត់តែម្ដងក៏ប៉ុន្តែមួយទៀតសាប៊ូដែលគាត់យកមកលាងនេះគឺជាប្រភេទសាប៊ូលាងចានបាទអញ្ចឹងមិនមែនជាសាប៊ូលាងឡានទេបាទអញ្ចឹងបងប្អូនអរគ្នាអញ្ចឹងពេលខ្លះក៏វាអាចធ្វើឲ្យរថយន្តរបស់គាត់អាចមានស្នឹមអាស៊ីតអញ្ចឹងនេះគឺជាគុណវិបត្តិក៏ប៉ុន្តែគុណសម្បត្តិគឺចំណេញពេលអត់ចាំបាច់ជិះទៅដល់កន្លែងគេហើយសល់លុយបាទហើយតលៀងគេម្ដងអស់ប៉ុន្មានតលៀងម្ដងអស់$5ហើយនេះអស់ប៉ុន្មាន5000នេះអស់ទឹកទាំងអីប្រហែល5000ទេថាច្រើនផុតបាទ5000បាទអញ្ចឹងប៉ុន្តែអ្វីដែលសំខាន់គឺអស់ពេលវេលាប៉ុន្មានកន្លះម៉ោងនៅស៊ីដាច់កន្លះម៉ោងបាទអញ្ចឹងនេះគឺវាមានគុណសម្បត្តិនិងគុណវិបត្តិអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាការដែលលាងរថយន្តដោយខ្លួនឯងគឺខ្ញុំ recommend ថាវាមិនសូវស្អាតដូចយើងទៅលាងកន្លែងគេទេអញ្ចឹងបើសិនជាអាចមានលទ្ធភាពគួរតែលាងកន្លែងគេជាជាងលាងកន្លែងខ្លួនឯងអាចទាំងអស់ទាំងថវិកាអស់ទាំងពេលប៉ុន្តែដោយសារគាត់តនេដែរអញ្ចឹងក៏លាងទៅអញ្ចឹងបងប្អូនអរនេះតនេលាងខ្លួនឯងដែរទៅបាទអត់មានអីទេបាទដូចតែគ្នាទេបាទ